ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីទូនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចំនួនទី51ឯកឧត្តមហាក់ប៊ុនធឿនរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមចៃបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍លើកឡើងថាក្រសួងធម្មការនិងសាសនាបានកំពុងបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាផ្នែកមួយដ៏សំខាន់នៅក្នុងការពង្រឹងក្រមសីលធម៌រក្សាប្រពៃណីនិងអភិរក្សមរតកវប្បធម៌ខ្មែរដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងផ្ដើមឡើងវិញពី0រហូតដល់ល្បាញល្បីលើឆាកអន្តរជាតិពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីទូនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចំនួនទី51ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាព្រះមន្ត្រីសង្ឃសិក្ខាកាមជាអាចារ្យអាចារ្យនីមកពីរាជធានីខេត្តចំនួន227អង្គនាក់ក្នុងនោះព្រះសង្ឃ32អង្គនិងស្ត្រី3នាក់នេះរសៀលថ្ងៃទី13ខែតុលាឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមហាក់ប៊ុនធឿនបានមានប្រសាសន៍លើកឡើងថារបបប្រល័យពូជសាសន៍ប៉ុលពតបានបំផ្លិចបំផ្លាញប្រទេសជាតិលើគ្រប់វិស័យដល់ឫសគល់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងធនធានមនុស្សក្រោយថ្ងៃរំដោះ7មករា1979ប្រជាជននិងប្រទេសជាតិក្នុងនោះប្រពៃណីទំនៀមទម្លាប់ក៏ត្រូវបានសង្គ្រោះឲ្យរស់រានមានជីវិតឡើងវិញហើយរាជរដ្ឋាភិបាលបានខំស្ដារនិងកសាងប្រទេសជាតិពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះជាក់ស្ដែងវគ្គបណ្ដុះបណ្ដាលស្ដីពីទូនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចំនួនទី51នៅឱកាសនេះបានរៀបចំដោយនាយកដ្ឋានស្រាវជ្រាវនិងផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីចៃបរិនក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានឹងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនាណែនាំដល់ថ្នាក់ដឹកនាំជំនាញរបស់ក្រសួងចែករំលែកនៅចំណេះដឹងបន្ថែមផ្លាស់ប្ដូរចំណេះដឹងនិងបទពិសោធន៍គ្នាទៅវិញទៅមកទៅតាមកម្មវិធីនានាទាំងផ្នែកសាសនពិធីក៏ដូចជាពិធីប្រពៃណីទំនៀមទម្លាប់ជាតិជាដើមវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះអាចដំណើរការទៅបាននេះ